ហើយនឹមស្រេងពីព្រោះសម្ដេចគិតថាមិនចង់ឲ្យប្រជាជនរងគ្រោះព្រោះសង្គ្រាមទេទើបមិនតបបាទអរគុណសម្ដេចចុះបើសម្ដេចចិត្តល្អប៉ុណ្ណឹងមិនក៏ចាំបាច់ចាប់ខ្មែរដាក់គុកហៅទៅអប់រំបន្តិចបន្តួចទៅម្ដងពីរដងបីដងមានអីមិនក៏ចាំបាច់ហើយបើសិនណាជាសម្ដេចចិត្តល្អប៉ុណ្ណឹងមិនក៏សម្ដេចឲ្យពួកចៅ scammer នៅពេញស្រុកឲ្យប្រទេសកម្ពុជាបរទេសដូចអាមេរិកអីមើលមកខ្មែរវេទនាមើលមកខ្មែរអាក្រក់ម្ល៉េះមិនក៏គាត់មិនគិតរឿងហ្នឹងហើយមិនក៏គាត់យកតែពួកចៅធ្វើទីប្រឹក្សាគាត់ហើយមនុស្សដែលកេងប្រវ័ញ្ចពីប្រទេសជាតិហ្នឹងធ្វើអុកញ៉ាជុំវិញគាត់និងធ្វើព្រឹទ្ធសភាជាមួយគាត់បើសម្ដេចលោកស្រឡាញ់ប្រជាជនយើងដល់ប៉ុណ្ណឹងមិនក៏គាត់អនុញ្ញាតឲ្យគេកាយភ្នំគេបូមខ្សាច់គេកាប់ឈើអស់ពីព្រៃមិនបានជាទ្រព្យសម្បត្តិប្រទេសជាតិហ្នឹងវាទៅជាអញ្ចឹងបើគាត់ស្រឡាញ់ប្រជាជនអាហ្នឹងវាពិបាកគិតដែរណានឹមស្រេងមិនមែនតបតគាត់ទេប៉ុន្តែជួយគិតគ្នាមើលតើគាត់ពិតជាស្រឡាញ់ឬយ៉ាងណា